Trong này nó đâyមានបញ្ហាក្នុងការស្វែងរកនៅ opportunity នានាដូចជាការចូលកម្មវិធីស្ម័គ្រចិត្តនៅក្នុងសង្គមការស្វែងរក scholarship កម្មវិធីផ្ដល់ជាឬក៏កម្មវិធីរកចំណាក់ផ្សេងៗអត់ចឹងដើម្បីសម្រួលដល់បញ្ហាដែលកើតឡើងហ្នឹងយើងបានបង្កើតនៅ platform មួយដែលមានឈ្មោះថា Audi ចឹងសួស្ដីអ្នកគ្រូក៏ដូចជាអ្នកដែលកំពុងទស្សនាវីដេអូនេះពួកយើងមកពីក្រុម Audi ដែលមានសមាជិកទាំងអ្នកមានសុមេតហ៊ុយទីងំលូការ៉េតនិងធានីចឹង problem ដែលពួកយើងបានរកឃើញតាក់ទងជាមួយនឹងការស្វែងរក opportunity ហ្នឹងគឺមានទី1 time constraint ដែលបានន័យថា information តាក់ទងមួយកម្មវិធីទាំងអស់ហ្នឹងដូច volunteer ឬក៏ internship ឬក៏អីហ្នឹងគឺវាអត់ស៊ីគ្នាជាមួយនឹងពេលវេលាដែលអ្នកចូលរួមហ្នឹងគាត់ទៅឧទាហរណ៍ដូចជាគាត់ទៅថ្ងៃសៅរ៍អាទិត្យប៉ុន្តែកម្មវិធីគឺធ្វើនៅថ្ងៃច័ន្ទគីចឹងទៅដែលធ្វើឲ្យពួកគាត់ចូលរួមអត់កើតទី2គឺ limited accessibility គឺបានន័យថា event ខ្លះហ្នឹងធ្វើនៅតំបន់ឆ្ងាយពីអ្នកដែលចង់ចូលរួមពេកឧទាហរណ៍ថាគាត់នៅតំបន់ដែលអត់សូវមានអ៊ីនធឺណិតខ្លាំងចឹងទៅធ្វើឲ្យគាត់ពិបាក reach ទៅដល់ information នៃ event ហ្នឹងចឹងទៅហើយទី3គឺ ineffective promotion បានន័យថា event ដែលគេចង់ដូចជា volunteer ឬក៏ scholarship អីចឹងទៅគឺវាអត់ reach ទៅដល់ target audience របស់ពួកគាត់បានន័យថាពួកគាត់ចង់ឲ្យ event ហ្នឹង reach ទៅដល់អ្នកដែលចង់ស្វែងរក volunteer ឬក៏ scholarship អីចឹងប៉ុន្តែវាអត់ទៅដល់ពួកគាត់ទៅអ្នកផ្សេងដើរទៅការហ្នឹងទៅហើយទី4គឺ lack of resource បានន័យថាជួនកាលការ promote event ហ្នឹងគឺគាត់មានកម្រិតឬគាត់ promote កម្មវិធីហ្នឹងតែនៅក្នុង platform ដូចជា Facebook អីទេប៉ុន្តែអ្នកខ្លះគឺគាត់អត់ទៅរក event ហ្នឹងតាម online ឬ platform ដូច Facebook ទេគាត់រកតាម TikTok ឬក៏ Telegram ចឹងទៅដែលធ្វើឲ្យ information របស់ event គាត់អាច reach ទៅដល់ target audience របស់គាត់បានអញ្ចឹងពួកយើងបានធ្វើ survey ខ្លះៗដែរតាក់ទងជាមួយនឹងសំណួរដូចថាតើអ្នកដែលថតចូលក្នុងកម្មវិធីហ្នឹងដូច event volunteer scholarship អញ្ចឹងគាត់រក information ហ្នឹងដោយរបៀបណាបានតាមណាអញ្ចឹងទៅហើយបន្ទាប់ពីធ្វើ survey មកទៅយើងឃើញថាភាគច្រើនគឺគាត់រកបានតាមរយៈដូចជាអ្នកតគ្នាមកមានអ្នកផ្សេងដឹង event អញ្ចឹងទៅគេមកប្រាប់តគ្នាមកបានអញ្ចឹងបើសិនជាគាត់មានអ្នកនៅកណ្ដាលបានប្រាប់គាត់ទេគាត់អាចដឹងបាននេះទី2គឺ event ខ្លះទៅពួកគាត់អត់ទៅបានលក្ខណៈថាគាត់វា event កាលឡើងនៅថ្ងៃដែលគាត់រវល់អញ្ចឹងទៅគាត់អាចចូលរួមបានទេចឹងចំពោះ Audi របស់ពួកយើងគឺយើងបង្កើតឡើងក្នុងគោលបំណងដើម្បីចង់ connect អ្នកដែលចង់ចូលរួមកម្មវិធីដូចជា event ចង់ស្វែងរក volunteer internship ឬក៏ competition ផ្សេងៗហ្នឹងឲ្យគាត់ងាយស្រួលក្នុងការរកវាជាងមុនដោយយើងអាច search ដេកឬក៏មាន notification អីមកប្រាប់ចឹងទៅចឹងពួកគាត់មិនបាច់ចាំបាច់ទៅរកតាម platform ច្រើនមកញ៉ៃដែលជួនកាលរកទៅចង់ណាដែលពួកគាត់អត់ទៅចឹងទៅពិបាកចូលមានមកមើល solution របស់ពួកខ្ញុំវិញគឺមាន4ដែលពួកខ្ញុំគិតថាល្អទី1គឺ Audi ហ្នឹងជា centralized platform បានន័យថាយើង promote រំនៅ event competition volunteer ឬក៏ opportunity នានាហ្នឹងរួមបញ្ចូលគ្នាក្នុង app តែមួយមកចឹងទៅពួកគាត់ងាយស្រួលដែលពួកគាត់ងាយស្រួលប្រើអាចមករកពេលនៅក្នុងហ្នឹងអាច search តាម category នានាអញ្ចឹងទៅបានទី2គឺមាន notification សម្រាប់ upcoming event បានថា event ណាដែលចិត្តកើតឡើងហ្នឹងទៅយើងមានជា notification មកប្រាប់ដែលបញ្ជាក់ពីថ្ងៃខែច្បាស់លាស់មានទាំង location អីចឹងទៅទី3គឺ real time update និង automatically remove បានន័យថា event ណាដែល post ហើយចឹងទៅយើងអាច remove ចោលបានកុំដាក់វាក្នុងហ្នឹងទៀតជៀសវាងពីការច្រឡំអញ្ចឹងទៅទី4គឺ bandage អាហ្នឹងគឺសំដៅទៅលើអ្នកដែលចូលរួម event ហើយចឹងទៅយើងអាចផ្ដល់ជា bandage ឲ្យគាត់បានដែលគាត់អាចយកវាដាក់នៅក្នុង CV ឬក៏ដាក់នៅក្នុង profile របស់គាត់ចឹងទៅចឹងនេះគឺជាការ demo app Audi ដែលពួកយើងបានធ្វើមកអ្នកនរគ្នាអាចមើលវាបានអញ្ចឹងនៅពេលដែលចូលដំបូងមកគឺយើងតម្រូវឲ្យអ្នកប្រើប្រាស់មាន account មួយដើម្បីពួកគេអាចចូលទៅនេះបានអញ្ចឹងយើងត្រូវចុចគេថា sign up បន្ទាប់មកអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលនាមនិងឈ្មោះរបស់គាត់លេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើតជាមួយនឹង email ហើយនិង password របស់គាត់អញ្ចឹងពេលដែលគាត់ចុច sign up បានន័យថាគាត់មាន account មួយអញ្ចឹងក្នុងករណីគាត់មាន account ហើយចូលចេញមកអញ្ចឹងដដែលគាត់អាចចុចពាក្យ sign in ក៏បានដែរដាក់ user ដាក់ email របស់គាត់ហើយនិង password របស់គាត់មកគឺចុច sign in គឺចូលបណ្ដោះពេកដែរតែក្នុងករណីដែលគាត់អត់ចង់បានចង់បង្កើត account ទេគាត់អាចចូលជាភ្ញៀវបានដោយចាំបាច់មាន account ចុច join អញ្ចឹងយើងចូលមកមើល feature របស់យើងវិញគឺ feature របស់យើងគឺនៅពេលដែលអ្នកប្រើប្រាស់គាត់ចង់រកកម្មវិធីឬក៏ឱកាសណាមួយដែលគាត់អាចចង់ចូលរួមបានដូចឧទាហរណ៍កម្មវិធីនេះមហាស្រោបរូបភាពក្នុងពេជ្រអញ្ចឹងនៅពេលគាត់ឃើញ poster របស់គេហ្នឹងគាត់ចាប់អារម្មណ៍គាត់អាចចុចនៅហ្នឹងដើម្បីអានព័ត៌មានបន្ថែមទាក់ទងជាមួយនឹងព័ត៌មានរបស់ឱកាសសុខចិត្តរបស់កម្មវិធីមួយហ្នឹងអញ្ចឹងគាត់ចុចមកអាចចុច continue មកវាមានព័ត៌មានតបន្ថែមច្រើនទៀតអញ្ចឹងនៅពេលគាត់ចុច continue ម្ដងទៀតនោះវានឹង direct គាត់ទៅកាន់កន្លែងដែលយើងអាចចុះឈ្មោះដើម្បីធ្វើការឈ្មោះជាអ្នកសុខចិត្តបានយកមកអញ្ចឹងនេះគាត់ confirm ហើយគាត់ submit ទៅគឺវានឹងទៅដល់ព័ត៌មានទាំងអស់ហ្នឹងនឹងទៅដល់ក្រុមការងារអញ្ចឹងហ្នឹងបាច់ការ demo prototype របស់យើងប៉ុណ្ណឹងសូមអរគុណចឹងចំពោះ target audience របស់ពួកយើងចឹង target audience របស់ពួកយើងគឺសំដៅទៅលើគ្រប់ gender ទាំងអស់យើង focus on gender គ្រប់ប្រភេទយើងចង់បានអ្នកដែលចូលរួមនោះអាយុចាប់ពី15ទៅ30ឆ្នាំចឹងទៅហើយមួយទៀតយើងចូលចិត្តយើង target របស់ពួកយើងគឺអ្នកដែលចូលចិត្តការងារសង្គម social life work អ្នកចង់ចូលរួម competition volunteer network event អីចឹងទៅហើយមួយទៀតយើងអត់ខ្វល់ថាគាត់ introvert ឬក៏ extrovert អីទេគឺគាត់អាចចូលរួមបានទាំងអស់ហើយ income វិញគឺយើងអត់ខ្វល់ទេទោះជាគាត់មានក៏អត់មានគាត់ unemployed គាត់អាចចូលរួមបានដែរគាត់អាចយកមកប្រើហ្នឹងបានដែរចំពោះ value proposition អីដែលយើងគិតថាពួក app របស់ពួកយើងល្អនោះគឺដោយសារតែ centralized access ដោយតែខ្ញុំនិយាយពីដើមអញ្ចឹងគឺយើង gathering information ពី event internship ឬក៏ opportunity មួយហ្នឹងដាក់នៅក្នុងតែ app តែមួយទេអញ្ចឹងយើងងាយស្រួលឲ្យ user អាចងាយស្រួលប្រើគាត់ចង់អាចប្រើ platform ច្រើនដើម្បីរក event ណាមួយដែលគាត់ត្រូវការទេយើងមាន smart notification និង filtering date គឺសំដៅទៅលើ notification មួយដែលប្រាប់ពី event upcoming event មានទាំង location best time អីចឹងទៅមានទាំង skill មានអីក្នុងហ្នឹងហើយយើងអាចឲ្យ user អាច search រក event បានតាមថ្ងៃអញ្ចឹងទៅងាយស្រួលសម្រាប់គាត់ក្នុងការរកបើស្អីគាត់ទៅថ្ងៃណាគាត់អាច search ថ្ងៃហ្នឹង
ទី3គឺ real time update អញ្ចឹងបានដូចខ្ញុំនិយាយពីដើមមកដែរអញ្ចឹងគឺយើងមានជាការ update event មួយហ្មងដូច event ណាដែលផុតហើយអញ្ចឹងទៅយើង remove វាចោលយើងអាចដាក់ event ថ្មីចូលកុំឲ្យវាជាប់គ្នាឬក៏វាដែរអញ្ចឹងគេយកច្រឡំចំពោះ future computer analysis អញ្ចឹងពួកខ្ញុំដាក់ចូល4មាន ruler community ជា channel Telegram មួយឱកាសដែលជា Facebook group ហើយនិង Scholara និង Movie Plus អញ្ចឹង app ដល់ហ្នឹងគឺដូច Scholara និង Movie Plus អត់មាន data filtering ទេតែ app របស់ពួកយើង Audi ហ្នឹងយើងធ្វើជា data filtering ដើម្បី search បានយើងមានរៀន time notification update event មួយ app របស់យើងគឺ free to use និង source by category ហ្នឹងបានន័យថាយើងដាក់ event តាម category មួយៗមកដូច volunteer ម្ដង internship ម្ដង scholarship ម្ដងអញ្ចឹងទៅវាងាយស្រួលក្នុងការ search ចំពោះ key partner និង organization អញ្ចឹងយើងចង់ partner ជាមួយនឹង event organizer ដូច volunteer ជា page Facebook មួយអញ្ចឹងទៅហើយនឹង organizer Cambodia ដែលពួកគាត់ច្រើនការ host event ផ្សេងៗអញ្ចឹងទៅយើងអាច partner នឹងគាត់បាននិងមួយទៀតគឺ scholarship sharing គឺ Scholara ហ្នឹងឯងដែលគាត់ដែលជា Telegram channel អាសា share scholarship information មានអញ្ចឹងទៅចំពោះ market analysis អញ្ចឹងទី1យើងរកឃើញថាយុវជនចន្លោះពីអាយុ15ទៅ29ឆ្នាំអញ្ចឹងទៅគឺពួកគាត់ lack access to centralized information ដូច volunteer និង internship គឺពួកគាត់អត់សូវដឹង information ទៅមួយកម្មវិធីអស់ហ្នឹងទេអញ្ចឹងបើសិនជាយើងអាច build app ហ្នឹងបានគឺយើងអាចតាក់ទាញពួកគាត់មកប្រើទៅគាត់អាចមានចូលក្នុងការដឹង information ពីកម្មវិធីហ្នឹងបានច្រើនទីមួយទៀតគឺយើងសិក្សាមកថា 80% នៃ user ដែល graduate មកគឺគាត់អត់សូវជាមាន soft skill ច្រើនអញ្ចឹងបើសិនជាគាត់ឧទាហរណ៍គាត់ចង់ improve soft skill របស់គាត់កាន់តែល្អគាត់អាចប្រើ app របស់ពួកយើងបានដើម្បី find event volunteer មួយណាមួយចូលរួមដើម្បី improve មួយទៀតគឺយុវជនពីច្រើនគឺគាត់រក event ហ្នឹងតាម online ប៉ុន្តែនៅតំបន់ខ្លះគឺ internet វា slow ក៏វាអាចអាចដល់អញ្ចឹងទៅបើសិនអញ្ចឹងទៅយើងអាចធ្វើឲ្យយើងចង់ឲ្យ app របស់យើងវា smooth វាអាច access បានទៅគ្រប់តំបន់ទាំងអស់ដូច Uber Area អញ្ចឹងទៅចំពោះមួយទៀតគឺវិធីរកលុយអញ្ចឹងវិធីរកលុយរបស់ពួកយើងចាញ់និយាយ3ដែលខ្ញុំគិតថាល្អទី1គឺ commission បានន័យថាយើងយក commission ពីអ្នកដែលគាត់ post event ណាមួយគាត់ចង់ដាក់ស្វែងរក volunteer ឬក៏អ្នកចូលរួមអញ្ចឹងគាត់អាចដាក់ event ហ្នឹងក្នុង app របស់ពួកយើងទៅយើងអាចយក commission ថាពីគាត់គឺជាភាគរយអញ្ចឹងទៅទី2គឺ sponsorship បានន័យថាបើសិនជាមាន partner ណាចង់ sponsor ក៏ sponsor ជាមួយយើងទទួលយកបានទី3គឺ subscription ដែលយើង allow user to buy subscription ដែលធ្វើឲ្យគាត់នឹងអាច access ចុះប្រើ app ហ្នឹងបានមាន option ច្រើនជាងមុនលើពីអ្នកដែលប្រើ app free អញ្ចឹងសរុបមក Audi របស់យើងជា centralized app មួយដែលយើង discover នៅ event និង opportunity ហើយយើងដាក់វាប្រមូលដងចូលគ្នាទាំងមួយដែលវាងាយស្រួលសម្រាប់ user ក្នុងការប្រើហើយ user អាច search ឬក៏ event បានងាយស្រួលជាងមុនដោយបាច់ cross platform ទេអញ្ចឹងវីដេអូបងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងនិងអ្នកនរគ្នាដែលបានមើលវីដេអូនេះមកដល់ចប់